បបរសាច់គោត្រប់វែងស្ពៃក្តាប់ស្វាយរងអាហារនេះគឺជាទម្រង់អាហារសម្រាប់កូន9និង10ខែគ្រឿងផ្សំនាងខ្ញុំប្រើសាច់គោ60ក្រាមអង្ករ45ក្រាមជាមួយនឹងស្ពៃក្តោបពណ៌ស្វាយ60ក្រាមសម្រាប់រង្វាស់រង្វល់នេះគឺសម្រាប់3ពេលទទួលបាន130មីលីលីត្រចំនួន1កែវនិង80មីលីលីត្រចំនួន2កែវសម្រាប់ស្ពៃក្តោបពណ៌ស្វាយនេះសូមបងប្អូនយកវាទៅត្រាំទឹកក្តៅឬក៏យកទៅស្រុះទឹកក្តៅសិនហើយបន្ទាប់មកចាំយកវាទៅកិនឲ្យម៉ត់ល្អត្រាប់ក៏ដូចគ្នាដែរបងប្អូនអាចយកវាទៅស្រុះសិនហើយចាំយកវាទៅកិនឬក៏បងប្អូនអាចច្រាំដៃក៏បានដែរដោយសារត្រាប់ទន់ហើយសម្រាប់បន្លែបងប្អូនអាចដាក់ទៅជាមួយនឹងតាំងពីអង្គអត់តរីកក៏បានដែរសម្រាប់បន្លែស្ពៃនេះហើយនឹងត្រប់ត្រូវការរយៈពេលវែងក្នុងការធ្វើវាដូច្នេះហើយម្ហូបមួយមុខនេះឆ្ងាញ់បានលុះត្រាតែបងប្អូនស្ងោរត្រប់នឹងឲ្យឆ្អិននិយាយទៅគឺឆ្អិនរលួយទន់ដូចជាយើងយកទៅស្ងោរឬក៏ដុតសម្រាប់ឆាញ៉ាំខ្លួនឯងដែរអញ្ចឹងហើយបន្ទាប់ពីត្រប់ហើយនឹងស្ពៃជាមួយនឹងអង្គបានរីកនឹងទន់ល្អហើយចាំបងប្អូនដាក់សាច់ចូលតាមក្រោយក៏បានដែរនោះដែរបងប្អូនអាចថែមប្រេងអូលីវក៏បានឬក៏បន្ថែមប្រេងល្ងក៏បានដែរសម្រាប់មួយពេលនេះមានរសជាតិឆ្ងាញ់ប្លែកសម្រាប់កូនតែម្ដងសម្រាប់កូន9និង10ខែបងប្អូនធ្វើវាឲ្យរៀងជ្រួតទឹកជាងនេះបន្តិចមកក៏បានដែរតែខ្ញុំថ្ងៃនេះមួយមុខនេះគឺនាងខ្ញុំធ្វើរៀងនៅទឹកច្រើនជាងមួយសប្ដងបងប្អូនហើយតែបងប្អូនដែលសាកយកត្រប់វែងធ្វើម្ហូបឲ្យកូនញ៉ាំហើយនៅឆ្ងាញ់ប្លែកម្យ៉ាងបងប្អូនកុំភ័យខ្លាចគាត់អត់ចេះញ៉ាំអីគុណបងប្អូនទាំងអស់គ្នាដែលតែងចូលចិត្តវីដេអូរបស់នាងខ្ញុំកន្លងមកសូមបងប្អូនជួយ like ជួយ share និង follow នាងខ្ញុំម្នាក់មួយផងដែរជួបគ្នានៅក្នុងមុខម្ហូបថ្មីៗទាំងអស់គ្នាជម្រាបលា